បងប្អូនខ្ញុំមានអារម្មណ៍ថាអន់ចិត្តមែនទែនបន្ទាប់ពីមានបងប្អូនខ្មែរយើងមួយចំនួនឬមួយចំនួនតូចគាត់អត់ដឹងគាត់គិតអីទេគាត់មកសរសេរលើផ្ទាំងថ្មនៃប្រាសាទនៃរោងលំងប្រហែលជាសរសេរមកដល់ត្រង់នេះទៀតប៉ុន្តែរលប់អស់អត់ដឹងគាត់គិតអីទេបើថាជនជាតិគេមើងងាយនៃតួប្រាសាទមិនសូវអន់យើងពិតជាខឹងប៉ុន្តែអាជនជាតិខ្មែរយើងដូចគ្នាមកធ្វើបែបហ្នឹងបងប្អូនគិតមិននេះជាតួនៃប្រាសាទរោងលំងឬក៏ខ្លងទ្វារប្រាសាទរោងលំងបច្ចុប្បន្នប្រាសាទរោងលំងទឹកបានបាក់បែកអស់ជាច្រើននៅសល់តែតួនៃប្រាសាទពាក់កណ្ដាលទេបងប្អូនសង្កេតមើលនេះថ្មស្បីផ្ទាំងខាងនេះក៏មានសរសេរដែរសេរដោយទឹកលុបអត់ដឹងគិតអីទេអូគិតទៅមនុស្សយើងបែបណាក៏មានដែរដើម្បីស្នេហាសេបញ្ជាក់លើផ្ទាំងថ្មនៃប្រាសាទរបស់យើងនេះបងប្អូនចម្លាក់នីមួយៗនៅស្រស់ស្អាតប៉ុន្តែមានពីពីងពិតតិចបងប្អូនពេលមកលេងសៀមរាបមកលេងនៅខេត្តនេះហើយខ្ញុំ recommend ឲ្យបងប្អូនមកលេងព្រោះទេសភាពខេត្តនេះគឺស្រស់ស្អាតមែនទែនមានស្លឹកឈើមានស្មៅដុះថ្មខៀវស្រងាត់មែនទែនប៉ុន្តែខ្ញុំមានការអន់ចិត្តខ្លាំងបន្ទាប់ពីបងប្អូនមួយចំនួននោះអត់ដឹងសរសេរពីកាលណាទេប៉ុន្តែរលប់តាមខ្ញុំដឹងមិនតិចឆ្នាំទេដែលសរសេរលើផ្ទាំងថ្មបែបនេះអូយមកតើដឹងគិតអីបងប្អូនកុំភ្លេច share ផងឲ្យមនុស្សមួយចំនួនដែលចូលចិត្តធ្វើរឿងបែបនេះឲ្យគាត់ដឹងឲ្យភ្ញាក់ខ្លួនថានេះជាប្រាសាទដូនតារបស់ខ្មែរយើងមិនគួរធ្វើបែបនេះទេឈ្មោះអីគេស្រីនិចអីនេះស្រឡាញ់គ្នា100ឆ្នាំឯណាណីអូយដល់ហើយបាក់បច្ចៈអីយើងធ្វើឲ្យតែពីចិត្តឲ្យតែយើងប្រកាសថាយើងស្រឡាញ់គ្នាមកបាក់មកបច្ចៈមកទៅសេអីនៅលើប្រាសាទបុរាណខ្មែរយើងទេនៅខាងនេះក៏មានដែរបងប្អូនចាំខ្ញុំរកមើលទៀតអត់ដឹងគាត់គិតអីទេក្នុងខ្លួនប្រហែលជាអត់ស្រឡាញ់ជាតិសាសន៍របស់ខ្លួនទេយ៉ាងមើលទៅធ្វើបែបនេះធ្លាប់តែគេឃើញគេថតនៅតាមប្រាសាទអង្គរដែលមានជនជាតិផ្សេងឆ្លាក់ឬក៏សរសេរប៉ុន្តែចម្លែកតែប្រាសាទនេះដែរនេះខាងលើនេះក៏មានដែរនេះអូយដល់ហើយមនុស្សធ្វើបានគ្រប់បែបយ៉ាងបងប្អូននេះចម្លាក់តួនៃប្រាសាទធ្វើអំពីឥដ្ឋឬថ្មឥដ្ឋក្រហមអូមិនទៅសើមិនបានទេអានេះគេអ្នកអភិរក្សនៃប្រាសាទពិតមែនបងប្អូននៅថែទាំរហូតនេះនិយាយលេងនេះបងប្អូនតោះបងប្អូនវីដេអូខ្ញុំបាទមានតែប៉ុណ្ណេះទេសូមអរគុណនិងសូមគោរពលា